ចាសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់រៀនកាត់កញ្ចក់ក្រាញ់បងប្អូនអាចមើលវីដេអូនេះបានចាការកាត់របស់យើងគឺប្រហើបគល់កត្រៃយកតែចុងកត្រៃកាត់យកមុខកញ្ចក់ជើងរួចហើយយើងយកដៃឆ្កាស់មកទៅសៀតវាដើម្បីរកមុខជើងដែលកប់ពួកអីជើងភ្ញៀវគាត់កប់ជាក្រាញ់ខ្លាំងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរៀនកាត់កញ្ចក់ក្រាញ់តាមវីដេអូនេះបានការកាត់របស់យើងថ្នមស្បែកភ្ញៀវមិនឲ្យចេញឈាមមិនឲ្យខ្ទុះអញ្ចឹងបងប្អូនមានឧបករណ៍តែពីរទេគឺត្រចៀកក្រាគឺឈើឆ្កាស់និងកត្រៃតែត្រចៀកក្រាញ់របស់យើងត្រូវទៅសៀតដើម្បីយកសាច់កប់នៅក្នុងនឹងឲ្យបានចាការកាត់របស់យើងគឺថ្នមស្បែកមិនឲ្យឈឺមិនឲ្យមានខ្ទុះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះបាន